ការមើលមនុស្សមិនមែនមើលតែសម្បកក្រៅឬសម្ដីផ្អែមល្ហែមនោះទេប៉ុន្តែវាជាសិល្បៈនៃការសង្កេតទៅលើទម្លាប់និងសកម្មភាពតូចតាចដែលពួកគេបញ្ចេញមកដោយមិនដឹងខ្លួន 1. មើលភាពជាប់លាប់នៃចរិតលក្ខណៈពេលវេលាផ្លូវឆ្ងាយទើបដឹងកម្លាំងស័ក្តិរស់នៅយូរទើបដឹងចិត្តមនុស្សខ្លះអាចសម្ដែងជាមនុស្សល្អបានមួយរយៈខ្លីប៉ុន្តែมันអាចសម្ដែងបានរហូតនោះទេចូលប្រើពេលវេលាដើម្បីសង្កេតមើលភាពជាប់លាប់នៃសកម្មភាពរបស់គេប្រសិនបើគេតែងតែធ្វើរឿងល្អៗដដែលទោះបីជាគ្មានអ្នកមើលឃើញឬគ្មានផលប្រយោជន៍ក៏ដោយនោះបញ្ជាក់ថាវាជាចរិតពីកំណើតរបស់គេពិតប្រាកដ 2. មើលរបៀបដែលគេប្រព្រឹត្តចំពោះអ្នកដែលមានឋានៈទាបជាងនេះគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការមើលចរិតពិតប្រសិនបើបុគ្គលម្នាក់មានសម្ដីទន់ភ្លន់ជាមួយអ្នកធំឬអ្នកមានអំណាចប៉ុន្តែបែរជាប្រើសម្ដីអក្សរោះក្រអឺតក្រទមឬមើលងាយអ្នកបម្រើតាមហាងបុគ្គលិកអនាម័យឬអ្នកសុំទាននោះបញ្ជាក់ថាគេជាមនុស្សដែលចេះតែសម្ដែងនិងមិនមានគុណធម៌ក្នុងចិត្តពិតប្រាកដនោះទេមនុស្សដែលមានចិត្តថ្លៃថ្នូរពិតប្រាកដគឺផ្ដល់តម្លៃឲ្យមនុស្សគ្រប់គ្នាស្មើគ្នាទោះក្នុងឋានៈណាក៏ដោយ 3. មើលសកម្មភាពនៅពេលដែលគេមានសម្ពាធឬខឹងសម្បាចរិតលក្ខណៈពិតរបស់មនុស្សច្រើនតែលេចចេញមកនៅពេលដែលអ្វីមិនសមតាមបំណងនៅពេលមានសម្ពាធការងារខ្លាំងឬនៅពេលខឹងតើគេចេះគ្រប់គ្រងអារម្មណ៍ដែរឬទេប្រសិនបើគេចាប់ផ្ដើមជេរប្រតិចបោះបោកសម្ភារៈឬទម្លាក់កំហុសឲ្យអ្នកដទៃភ្លាមដោយមិនពិចារណានោះបង្ហាញថាគេជាមនុស្សដែលយកអារម្មណ៍ជាធំនិងមិនតាន់មានភាពចាស់ទុំខាងផ្លូវចិត្តដែលពិបាកនឹងទុកចិត្តក្នុងការធ្វើកិច្ចការធំ 4. មើលការរក្សាសន្យាទោះបីជារឿងតូចតាចក៏ដោយមនុស្សដែលគួរឲ្យរាប់អានគឺជាមនុស្សដែលមានសច្ចភាពចូលពិនិត្យមើលថាតើគេនិយាយហើយធ្វើបានតាមសម្ដីដែរឬទេទោះបីជាការណាត់ជួបតូចតាចឬការសន្យាថានឹងទេទៅវិញក៏ដោយប្រសិនបើជារឿងតូចតាចគេនៅតែធ្វើមិនបានឬចូលចិត្តនិយាយភូតផលដើម្បីរួចខ្លួននោះមានន័យថាគេមិនសូវផ្ដោតតម្លៃដល់អ្នកដទៃនិងជាមនុស្សដែលខ្វះការទទួលខុសត្រូវលើសម្ដីខ្លួនឯង 5. មើលរបៀបដែលគេនិយាយពីអ្នកដទៃនៅពីខាងខ្នងអ្នកដែលយករឿងពីអ្នកដទៃមកប្រាប់អ្នកក៏អាចយករឿងរបស់អ្នកទៅប្រាប់អ្នកដទៃបានដែរប្រសិនបើបុគ្គលម្នាក់ចូលចិត្តនិយាយដើមគេក្នុងន័យអវិជ្ជមានជួនពន្លិចឬបរិហាគេរទាកអ្នកដទៃឲ្យអ្នកស្ដាប់ដើម្បីឲ្យខ្លួនឯងមើលទៅល្អនោះគេគឺជាមនុស្សដែលមិនគួរឲ្យទុកចិត្តបំផុតមនុស្សដែលមានចិត្តគំនិតវិជ្ជមានច្រើនតែនិយាយពីគំនិតឬចំណុចល្អរបស់មនុស្សជុំវិញខ្លួនជាជាងការចំណាយពេលនិយាយដើមគេ 6. មើលប្រតិកម្មរបស់គេនៅពេលឃើញអ្នកដទៃបានជោគជ័យចរិតមនុស្សអាចមើលដឹងតាមរយៈភាពច្រណែននៅពេលឃើញមិត្តភក្តិឬអ្នកជុំវិញខ្លួនបានឡើងបុណ្យស័ក្តិឬមានលាភសំណាងតើគេចូលរួមត្រេកអរដោយស្មោះឬក៏និយាយបែបឌឿដងនិយាយបង្អាប់ឬព្យាយាមរកចំណុចអាក្រក់មកបង្ខុសជោគជ័យនោះមនុស្សដែលមានចិត្តទូលាយនឹងចាត់ទុកជោគជ័យរបស់អ្នកដទៃជាការលើកទឹកចិត្តប៉ុន្តែមនុស្សចិត្តចង្អៀតនឹងមានអារម្មណ៍ក្តៅក្រហាយនៅពេលឃើញគេល្អជាងខ្លួន 7. មើលរបៀបរស់នៅនិងទម្លាប់ផ្ទាល់ខ្លួនភាពហ្មត់ចត់ការសង្កេតមើលរបៀបរៀបចំសម្ភារៈប្រាស់ការស្លៀកពាក់និងភាពស្អាតបាត់ក៏អាចប្រាប់ពីភាពហ្មត់ចត់ក្នុងចិត្តរបស់គេដែរមនុស្សដែលមានរបៀបរៀបរយច្រើនតែជាមនុស្សដែលមានការគិតច្បាស់លាស់និងមានវិន័យខ្ពស់ផ្ទុយទៅវិញមនុស្សដែលរស់នៅរពេរប៉ាមិនខ្វល់ពីភាពកក់កខិតច្រើនតែជាមនុស្សដែលមានការគិតមិនសូវដាច់ស្រេចឬខ្វះការយកចិត្តទុកដាក់លើព័ត៌មានលម្អិតនៃជីវិត 8. មើលរបៀបដែលគេដោះស្រាយបញ្ហាជាមួយលុយកាក់គឺជាកញ្ចក់ឆ្លុះចរិតដ៏ល្អបំផុតតើគេជាមនុស្សដែលចេះចែករំលែកឬជាមនុស្សអាតមិយមនគិតតែពីចំណេញផ្ទាល់ខ្លួននៅពេលញ៉ាំអ្វីជុំគ្នាឬធ្វើការងារដែលមានផលប្រយោជន៍រួមតើគេព្យាយាមគេចវេះមិនចេញលុយឬព្យាយាមកេងចំណេញពីអ្នកដទៃដែរឬទេមនុស្សដែលស្មោះត្រង់មិនព្រមជំពាក់លុយគេដោយមិនសងឬកេងប្រវ័ញ្ចញៀសឈាមអ្នកដទៃដើម្បីភាពមានបានរបស់ខ្លួនឡើយ 9. មើលរបៀបដែលគេប្រើខ្សែភ្នែកនិងភាសាកាយវិការនៅពេលសន្ទនាមនុស្សដែលស្មោះត្រង់ច្រើនតែមានខ្សែភ្នែកនឹងណនិងសម្លឹងចំភ្នែកអ្នកសន្ទនាដោយភាពជឿជាក់ប្រសិនបើបុគ្គលម្នាក់ចូលចិត្តងាកមើលឆ្វេងស្ដាំភ្នែករេចុះឡើងឬហាក់ដូចជាមានការលាក់លៀមក្នុងចិត្តនោះគេអាចនឹងកំពុងនិយាយកុហកឬមានចេតនាមិនល្អ
ក្រៅពីនេះភាសាកាយវិការដូចជាការអោបដៃការមិនងាកមករកអ្នកសន្ទនាក៏អាចបង្ហាញពីការមិនបើកចិត្តឬការមិនគោរពផងដែរ 10. មើលរបៀបដែលគេទទួលយកការរិះគន់មនុស្សដែលរឹងរូសនិងមានអាតមីយមុនខ្ពស់មិនចូលចិត្តឲ្យអ្នកដទៃរិះគន់ចំណុចខ្វះខាតរបស់ខ្លួនឡើយនៅពេលមានគេផ្ដល់មតិស្ថាបនាតើគេខឹងសម្បាងក់ងឬក៏គេចេះស្ដាប់ដោយយកចិត្តទុកដាក់និងព្យាយាមកែលម្អទៅវិញមនុស្សដែលនឹងអភិវឌ្ឍខ្លួនបានលឿនគឺជាមនុស្សដែលចេះដាក់ខ្លួននិងព្រមទទួលស្គាល់កំហុសដើម្បីកែប្រែឲ្យប្រសើរឡើង